តែរឿងរបស់យើងនៅក្នុងអេពីសូតទី5នេះយើងក៏បានឃើញថាអ្នកទាំង4ក៏បានចូលមកកាន់ឡាអាងក៏ដូចជារូងភ្នំមួយនឹងតាមការពិនិត្យមើលមួយសន្ទុះពួកគេគឺបានសន្និដ្ឋានថាទីនេះគឺជាភ្នូរនៃអ្នកចម្បាំងដែលបានបន្សល់ទុកនៅសង្គ្រាមចុងក្រោយដែលជាសង្គ្រាមដ៏សែនអស្ចារ្យមួយតាមរយៈគ្រាប់ក៏ដូចជាសំណល់កំភ្លើងដែលបាននៅសេសសល់នឹងគឺបានធ្វើឲ្យអូនគូរូណេសន្និដ្ឋានថាទីនេះគឺធ្លាប់បានបាញ់គ្នាអ្វីដែលពួកគេត្រូវស្វែងរកដំបូងនោះគឺជាកំណប់ទី1ឬក៏ជាកូនសោទី1ដែលគេនិយាយថាវាគឺត្រូវបានលាក់ទុកនៅក្នុងភ្នូរមួយឬក៏ទីតាំងសម្គាល់មួយដែលគេហៅថាយ៉ាម៉ាតូប៊ូស៊ីរ៉ូនោះឯងនៅពេលដែលអាកាតូបានពិនិត្យមើលទៅលើសញ្ញាសម្គាល់ក៏ដូចជាអក្សរផ្សេងគាត់គឺបានដឹងថាទីនេះកាលពីមុនគឺជាកន្លែងដែលគេបានគោរពទៅដល់អ្នកស្លាប់ការដែលបានលើកដូច្នោះអ៊ីកូក៏បាននិយាយទៅកាន់អាកាតូថាលោកគឺជាស្ដេចបិសាចប៉ុន្តែល្ងងយ៉ាងនេះអាកាតូក៏បានតបវិញថាខ្ញុំមិនមែនជាស្ដេចបិសាចក៏មិនមែនជាមនុស្សដែរឬអាកាតូក៏បានទាញយកនៅគ្រាប់ថ្នាំដែលអាចារ្យសិស្សច្បងរបស់គាត់នឹងគឺបានឲ្យហើយគ្រាប់ថ្នាំនោះទៀតសោតគឺត្រូវបានបំផ្លាញឡើងដោយកំភ្លើងម៉ាណានោះឯងនៅពេលដែលអាកាតូបានភ្ជង់ទៅកាន់ពួកគេអញ្ចឹងគឺពិតជាធ្វើពួកគេភ័យខ្លាំងមែនទែនបងធ្វើគេនឹងបងធ្វើគេនឹងគ្នាឯងទេបងអាកាតូក៏បានធ្វើការនិយាយថាក៏លេចមើលខាងក្រោយទៅខណៈដែលសាររឿងរបស់យើងក៏បានកាន់មកកាន់អាចារ្យជុនកុវិញដែលពេលនេះកំពុងតែផ្លោះអាគារតោងអាគារឡើងមកកាន់ទីនេះអញ្ចឹងជុនកុកំពុងតែសម្ដៅមករកអាចារ្យមីណានោះឯងដែលអាចារ្យមីណានៅពេលនេះ sorry គឺគីណាកំពុងតែគេងលក់ស្រួលឡើងហៀទឹកមាត់តែម្ដងដោយសារតែសបិនថាបានញ៉ាំនំខេកដោយនៅពេលដែលជុនកោបានចូលទៅដាស់នាងងើបមកវិញនឹងរៀងសើសួរទៅកាន់ជុនកោថាចុំភ្លឺអីមែនជុនកោជុនកោនាងក៏បានប្រាប់ថាអត់ទេវាគឺពាក់កណ្ដាលអាត្រៀតខ្ញុំគឺបានដឹងថាអ្នកទាំងអស់គ្នាគឺចេញទៅខាងក្រៅតែពួកគេទៅជាមួយនរណារួចគីណាក៏បានប្រាប់ទៅតាមដំណើររឿងរីឯអ្នកដែលរួមដំណើរម្នាក់ទៀតនោះគឺជាចេអ៊ីកូនោះឯងការដែលបានលើឈ្មោះអ៊ីកូបែបនេះគឺបានធ្វើឲ្យអាចារ្យជុនកោគឺពិតជាឆ្ងល់ខ្លាំងមែនតើតើអាចារ្យអ៊ីកូនឹងមានកម្រងការអីទៅហើយមើលតើអាចារ្យជុនកោគឺដូចជាបានដឹងដូចគ្នាថាអាចារ្យអ៊ីកូមានកម្រងការអាក្រក់ប្រហែលជាអ្នកទាំងពីរនឹងធ្លាប់ស្គាល់គ្នាពីមុនមកហើយដោយមិនចង់ឲ្យខាតពេលនោះទេជុនកោក៏បានស្ទុះចេញទៅយ៉ាងលឿនតែម្ដងមើលមកខាងនេះវិញអ៊ីកូនាងក៏បានស្ទុះទៅកាប់អាភ្ជាប់ឈូសមួយនឹងក៏ប៉ុន្តែត្រូវបានវាបែកខ្លួនជាពីរនិងបានធ្វើឲ្យនាងខ្ទាតមកខាងនេះវិញអាកាតូក៏បាននិយាយទៅកាន់អាចារ្យអ៊ីកូថាត្រឡប់មកវិញមើលកុំចូលទៅអីក៏ប៉ុន្តែអ៊ីកូគឺពិតជារឹងតឹងនោះវាក៏បានធ្វើឲ្យអាបិសាចខ្ជាប់ឈូសមួយនឹងគឺបានវីនាងឲ្យដួលបាត់ទៅហើយរហ័យខោអាវទៀតផងដែលអាចារ្យនឹងត្រូវប៉ុណ្្នឹងគឺពិតជាមកអួយខ្លាំងមែនតែនក៏បាននិយាយទៅកាន់អាកាតូថានាងគឺទៅលេងរួចហើយកុំភ្លេចសងសឹកឲ្យផងហើយនៅពេលដែលអាកាតូទាញកំភ្លើងរបស់គាត់បាញ់ទៅនោះយើងឃើញថាភ្ជាប់ជាមួយនឹងក៏បានប្រែទៅជាសត្វប្រចៀវយ៉ាងច្រើនដែលក៏បានធ្វើអាចារ្យនេះគឺពិតជាភ្ញាក់ផ្អើលនឹងបានលោតទៅជីកកអាកាតូតែម្ដងអាកាតូគឺបានសួរថាចំឃើញមុននឹងមានរបួសឡើងស្លាប់ភ្លឹងឯតាអីចុះឥឡូវមិនក៏រស់ល្វើកវិញហើយដែលនាងក៏បានប្រាប់ថាវាគ្រាន់តែជាការសម្ដែងរបស់នាងទេហើយអាកាតូក៏បានដួលទៅស្របពេលដែលគាត់ក៏បានឃើញជាមួយនឹងផ្លាកមួយដាក់ថាយ៉ាម៉ាតូប៊ូស៊ីរ៉ូនៅពេលដែលគាត់លុកចូលទៅមើលវាគឺជាកូនតុក្កតាដែលបានបន្សល់ទុកពីបងប្រុសរបស់ជាហ្វូជីកូនោះឯងហើយនេះក៏ជាកំណប់ទី1នៅពេលដែលពួកគេចុចស្ដាប់សំឡេងទៅឧបករណ៍នោះក៏បានប្រាប់ទៅកាន់ពួកគេថាធ្នើនៅខាងក្រោយឧបករណ៍ស្រាវជ្រាវកងទ័ពចម្បាំងឬក៏កងទ័ពសេះនៅពេលដែលរកវាឃើញត្រូវតែយករបស់ទាំង3នោះមកចាក់ដែលថាសកម្មភាពទាំងអស់ហ្នឹងវាក៏ត្រូវបានអាចារ្យហ្វូជីកូខ្លុំមើលដូចគ្នារួចនាងក៏បានសួរទៅកាន់បងប្រុសរបស់នាងផងដែរក៏ប៉ុន្តែបងប្រុសរបស់នាងគាត់គឺមិនចងចាំអ្វីនោះទេគាត់នៅពេលនេះអាចនិយាយបានថាសល់តែការចងចាំការពីតូចក៏ប៉ុន្តែបើការចងចាំតាក់ទងជាមួយនឹងរឿងដែលថាគាត់នឹងជួបជាមួយនឹងឧបសគ្គអ្វីខ្លះជួបជាមួយនឹងហេតុការណ៍អ្វីខ្លះគាត់គឺបានភ្លេចអស់ហើយអានឹងឯងគឺជាដើមហេតុនៅហ្វូជីកូនាងព្យាយាមក្នុងការស្វែងរកនៅដើមហេតុនៃការស្លាប់បងប្រុសរបស់នាងក៏ដូចជាបងប្រុសរបស់នាងគឺត្រូវជួបអ្វីខ្លះបានជាពេលបច្ចុប្បន្ននេះគាត់គឺនៅសល់ត្រឹមតែក្បាលបែបនេះដែលយើងក៏មិនទាន់ដឹងដូចគ្នាថាគាត់អាចរស់សល់តែក្បាលបែបហ្នឹងដោយសារតែអីតែខ្ញុំជឿថាប្រហែលជាមកពីហ្វូជីកូអីអញ្ចឹងភ្លាមក៏ស្រាប់តែវត្តមានរបស់អាចារ្យគីណាបានចូលមកកាន់ទីនឹងឡាញ៉ៃញ៉ៃហើយអត់ពាក់ខោអាវទៀតរួចនាងក៏បានធ្វើការស្វាគមន៍ទៅកាន់បងប្រុសរបស់ជុនកូមើលទៅចាគីណានឹងគឺដូចជាដឹងរឿងច្រើនខ្លាំងមែនទែនដោយនាងក៏ថែមទាំងបបួលហ្វូជីកូទៅកាន់ទីនោះជាមួយនឹងគ្នាទៀតផងព្រោះការណាដែលហ្វូជីកូទៅកាន់ទីនោះក៏នឹងអាចស្វែងយល់ពីបងប្រុសរបស់នាងបានកាន់តែច្រើនមើលមកកាន់អាចារ្យជុនកូយើងវិញពេលនេះកំពុងតែរត់បណ្ដាធ្វើដំណើរទៅរកអាកាតូបណ្ដានាងគឺគិតទៅដល់វត្តមានរបស់អាចារ្យអ៊ីកូផងដែរតែអ៊ីកូនឹងមានកម្រងការអ្វីអាក្រក់មែនទេអំឡុងពេលដែលរត់នឹងក៏ស្រាប់តែធ្លាក់រណ្ដៅបាត់ទៅហើយ
เมื่อมาการอากาโตะជាមួយនឹងគ្នាវិញពេលហ្នឹងពួកគេក៏បានធ្វើដំណើរចូលមកកាន់កន្លែងមួយដែលមើលទៅទីនេះគឺពិតជាកន្លែងដ៏ចំណាស់មួយធ្វើដំណើរមួយសន្ទុះពួកគេក៏បានរកឃើញនៅមន្ទីរពិសោធន៍មួយនោះឬពួកគេក៏បានដើរចូលទៅនៅខាងក្នុងនេះវិញយើងក៏បានឃើញថាវាគឺសុទ្ធតែជាកងទ័ពចម្បាំងក៏ប៉ុន្តែហ្នឹងគឺដូចជាឈុតអាវក្រោះប្រហែលជាមិនមានចលនាទេតែអាឡិតគីវ៉ាដើរទៅប៉ះអំបញ្ញមិញគឺដូចជាមាននៅសកម្មភាពអាឡិតហ្នឹងក៏បានប្រតិកម្មអាកាโตะតែអាកាโตะអត់ចាប់អារម្មណ៍ណាតែមានណាលើកដៃដេញកាប់បដ ព្រោះអាកាโตគាត់ក៏បានទាញកំភ្លើងបាញ់វាយកតែម្ដងតែឃើញថាគ្រាប់កំភ្លើងរបស់គាត់គឺដូចជាគ្មានប្រសិទ្ធភាពនោះទេវាក៏បានចូលមកអាល្អិតក៏បានទាញកំបិតយកទៅកាប់វាតែថាដោយយកពងមាន់ទៅជុលនឹងថ្មអញ្ចឹងអំឡុងពេលដែលវាប៊ីបអាហារល្អិតទៅហើយក៏ស្រាប់តែអាកាโตរបស់យើងក៏បានចាប់វាជាប់ដោយចាប់កំបិតរបស់វាប្រើប្រាស់ត្រឹមតែដៃម្ខាងនោះទេហើយគាត់ក៏បានពួតនៅកំបិតមួយនឹងផ្ដួលវាតែម្ដងឬក៏បានបោះកំបិតនឹងទៅឲ្យវាវិញហើយវាក៏បានដើរចាក់ចេញទៅបាត់ទៅមើលទៅវាគឺដូចជាកោតខ្លាចជាមួយនឹងអាកាโตមែនតែនអំឡុងពេលហ្នឹងអេកូនាងក៏បានរើសបាននៅទូរស័ព្ទមួយដែលនៅក្នុងទូរស័ព្ទមួយនោះគឺបានបង្ហាញអំពីរូងភ្នំមួយដែលគេហៅថារូងភ្នំកំបោរអីដែលសំខាន់នៅពេលដែលពួកគេរកឃើញនៅកំណាប់ទ្រព្យទាំង3ហ្នឹងហើយគឺត្រូវការ scan ចុះឈ្មោះចូលទៀតក៏ប៉ុន្តែពួកគេគឺមិនដឹងថាទៅរករូងភ្នំហ្នឹងដល់របៀបណាទេក៏ស្រាប់តែនាងល្អិតគូរូណេក៏បានយកនៅដៃពីរមកដែលដៃមួយនេះគឺមានសមត្ថភាពនៅក្នុងការស្វែងរកនៅលោហៈធាតុដែលនិយាយបានថារូងភ្នំមួយនោះអាចនឹងពោពេញទៅដោយលោហៈធាតុឬក៏របស់ដែលចាំបាច់នៅទីនោះឲ្យមើលទៅមួយសន្ទុះក្រោយមកពួកគេក៏បានរកឃើញនៅកន្លែងមួយនេះដែលវាគឺពោពេញទៅដោយទឹកតែម្ដងមើលទៅគឺសុទ្ធតែទឹកជាមួយនឹងថ្មបើមើលទៅសភាពថ្មអាចជាខាំជាមួយនឹងដៃទៀតគ្រូណែនាងក៏បានធ្វើការវាស់នៅកម្ដៅទឹកនឹងមើលដែលវារហូតដល់ទៅ41អង្សាសេឯណោះអូទឹកនេះទឹកក្តៅហ៎តែគូរូណេនិយាយមិនទាន់នឹងចប់ផងអាកាโตគាត់ក៏បានដើរចូលទៅបានហើយដែលគាត់ក៏បានដើរមកដល់កន្លែងមួយរួចក៏ចមុចចូលទៅតែម្ដងរួចគាត់ក៏បានងើបមកវិញជាមួយនឹងផ្នែកម្ខាងទៀតនៃរោងភ្នំមួយនេះដែលវាក៏ពិតជាធំទូលាយខ្លាំងមែនតើហើយនៅពេលដែលរៀបនឹងដើរទៅមកក៏ស្រាប់តែមានដៃមួយមកពីក្រោយតែម្ដងនឹងលោតតោងគាត់អីចាយនេះលេងអីតណាមចឹងទេមើលគេធ្វើបើយើងមើលមកខាងនេះវិញឃើញថាអាចារ្យជនករបស់យើងនាងក៏កំពុងតែនៅក្នុងទឹកនឹងដូចគ្នាដែលនាងនៅពេលនេះគឺដល់កៅអៅអស់លីងដែរហ្នឹងហើយថែមទាំងសប្បាយចិត្តព្រោះនាងគឺថាខានងូតទឹកក្តៅបែបហ្នឹងយូរហើយអំឡុងពេលហ្នឹងនាងក៏ឮសំឡេងស្រែកហើយនាងក៏បានធ្វើការលាក់ខ្លួនតែម្ដងអញ្ចឹងគឺថាគ្មានពីណាអ្នកស្រែកទេគឺពីអ្នកនេះឯងចាយលេងអីតណាមអញ្ចឹងឯងអេដមីនវិញគៀងបេដូងាប់ឲ្យមើលទៅនៅពេលដែលបានឃើញថានោះគឺជាវត្តមានរបស់អាកាโตជាមួយនឹងអ៊ីកូវាគឺបានធ្វើឲ្យជនកោពិតជាខឹងជាមួយនឹងចាយអ៊ីកូខ្លាំងមែនតើរួចនាងក៏បានលោតទៅកាប់អាចារ្យហ្នឹងតែអត់មានខោអាវពាក់តែម្ដងដែលធ្វើឲ្យអាកាโตបានឃើញឡើងម៉ត់គឺឡើងឈាមច្រមុះហ្មងជនកោភ្លេចខ្លួនតើថាខ្លួនឯងអត់មានខោអាវពាក់ផងពេលហ្នឹងគឺធ្លាក់ទឹកក្ដុបដោយសារតែនាងគឺអៀនអាកាโตខ្លាំងពេកអើយចាំហ្មងអាចារ្យអស់លីងជនកោក៏បានប្រាប់ឲ្យអាកាโตលេងអាចារ្យអ៊ីកូទៅឲ្យគ្នាលេងមិនបើអាចារ្យនេះនៅមកតោនឹងអាចារ្យអ៊ីកូដោយសារតែជនកោរំខានខ្លាំងពេកនាងក៏បានស្ទុះទៅកាប់គ្នាជាមួយនឹងអាចារ្យជនកោតែម្ដងក៏ទៅអាកាโตតួអង្គគេសំណាងម៉ែអើយអាសំណាងហ្មងនិយាយពីថាមួយអេផ isode ទៅមួយអេផ isode គឺគាត់មិនខ្វះទេអាចចំណៃភ្នែកនោះដែលនៅពេលនឹងផងដែរអាកាโตគាត់ក៏បានចាប់អារម្មណ៍ជាមួយនឹងកន្លែងមួយដោយកន្លែងនោះគឺជាទីសក្ការៈបូជាឆ្កែមួយក្បាលកំពុងតែត្រៀមវិបហាទៅកាន់អាចារ្យទាំងពីរខណៈដែលអាកាโตក៏បានស្រែកប្រាប់ហើយគាត់ក៏បានស្ទុះទៅមាត់អាឆ្កែមួយនឹងផងដែរអំឡុងពេលនឹងឆ្កែមួយក្បាលនឹងក៏បានខាំទៅចំអាកាโตក៏ប៉ុន្តែអាកាโตមិនមានបញ្ហានោះទេអាឆ្កែនឹងក៏ស្រាប់តែពលងាប់តែម្ដងអាចារ្យអេកូនៅពេលដែលបានឃើញអាកាโตទៅជួយអាចារ្យជនកោមិនជួយនាងបែបនេះគឺបានធ្វើអាចារ្យអ៊ីកូងខ្លាំងមែនតើជនកោនាងក៏បានជឿអំពីដែររបស់អាកាโตទាំងអៀនតែម្ដងខណៈដែលអាចារ្យជនកោsorry អ៊ីកូគឺបានងើខ្ទើដើរទៅយកនៅអាកូនសោនោះដែលជាវត្ថុសំខាន់ហើយមើលទៅរួចនាងក៏បានរត់ចាក់ចេញទៅតែម្ដងអើយរឿងនេះដឹងជារឿងបកាច់យកស្អីវាទេអញអើយហើយអត់មកអបសុទ្ធទៅថៃលេងចឹងអីហ្នឹងបែកភ្នែកអស់ហើយដើមឡងពេលហ្នឹងផងដែរក៏ស្រាប់តែវ័នរមៀនរបស់អាចារ្យ Fujiko គឺបានមកដល់អញ្ចឹងមូលហេតុដែលឆ្កែមួយក្បាលហ្នឹងវាពលងាប់ក៏ដោយសារតែអាចារ្យ Fujiko បានឲ្យថ្នាំពោតដាក់ទៅលើអាកាโตនោះឯងរីអាចារ្យគូរូណេរបស់យើងវិញគេទាញកន្ទុយឌីកស្ដោងហើយគ្រប់គ្នាក៏បានប្រាប់ទៅកាន់អាចារ្យគូរូណេថាអ្នកដែលបានទាញកន្ទុយនាងក៏ដូចជាបិទការដំណើរការរបស់នាងហ្នឹងគឺជាអាចារ្យអ៊ីកូនោះឯងអញ្ចឹងនៅពេលនេះផងដែរវត្ថុទាំង3ដែលពួកគេបានរកបានវាក៏គ្រប់ចំនួនហើយមានទូរស័ព្ទមួយអាកូនសោដែលមានរូបដាវនោះមួយជាមួយនឹងកូនតុក្កតាមួយព្រោះអាចារ្យ Fujiko ក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាតាមដំណើររឿងទៅដែលរបស់ទាំងអស់ហ្នឹងគឺជារបស់នាងជាមួយនឹងបងប្រុសរបស់នាងអាកាโตងឿងឆ្ងល់ខ្លាំងមែនទែនវត្ថុទាំង3ហ្នឹងគឺជាកូនសោសម្រាប់ស្វែងរកកំណប់ចុះតែបងប្រុសរបស់នាងគឺជាបុគ្គលម្នាក់ដែលស្វែងរកនៅកំណប់នេះដែរមែនចំពោះអាចារ្យ Fujiko នាងក៏មិនទាន់ដឹងដូចគ្នាប៉ុន្តែនាងត្រូវតែដឹងឲ្យទាល់តែបានព្រោះនាងក៏បានធ្វើការមូលនៅកូនសោមួយហ្នឹងហើយកូនសោមួយហ្នឹងក៏បានបញ្ចេញនៅពន្លឺមកឬវាក៏បានបើកជាមួយនឹងថាមពលអ្វីមួយយ៉ាងដោយវាក៏បាននាំយកនៅរាងកាយរបស់អាចារ្យ Fujiko ទៅបានទៅដែលធ្វើគ្រប់គ្នាគឺពិតជាភ្ញាក់ផ្អើលហើយនៅពេលដែលអ្នកទាំង3បានបើកភ្នែកឡើងម្ដងទៀតនោះអ្នកទាំង3ក៏បានមកដល់កន្លែងមួយបាត់ទៅហើយរួមជាមួយនឹងអាចារ្យ Fujiko ដែរក៏ប៉ុន្តែនាងឈរនៅមុខគេអ្វីដែលធ្វើយើងកាន់តែភ្ញាក់ផ្អើលទៀតនោះវត្តមានមនុស្សដែលពួកគេបានឃើញគឺជាអនុប្រធានគឺប្រធានទីប្រឹក្សាសិស្សនិស្សិតនោះឯងអាមីនក៏រៀងភ្លេចឈ្មោះនាងបាត់ហើយដោយនាងក៏បាននិយាយទៅកាន់គ្រប់គ្នាថាតាមពិតទៅ
tới từng on nâng cứ chỉ kèm đại bộ dưỡng cứ bà đẹp trăm làng nô tê hai nè đã bà mặc đỏ môn kê nâng cứ nâng tờ tua bà đồng vòn cứ tha môn nâng bà đồng vòn nâng cứ thời chlong can ở ổ xã môn nâng bẩn tay đại ổ xã nâng cứ miền đôi chia khi dân mơ luôn anh tới cứ vô lời à trai chiều mấy nâng cứ ai kê hay cho à ru chấm lại ai kê nu mấy cái đôi chàng chuột còi kê mấy nâng ai kê đây à trong còi kê nâng cứ ở on sky cho nu ai đại bộ kế cứ bà đẹp trăm viên làng anh chơi đồng vòn đại trẻ mình nâng trong bắt đầu tới ai cả tổ môn kế cứ chỉ nam thao hơi con trai bọnนี้cứ bớt chỉ ai cái phiệp có bẩn tay kháng này vẫn ọt ai cái phiệp tế chia bị xe nútคือchiaจะชุนโกนูไอรวมลองนะปูเก้กำปงแต่ประกายขี้เนี่ยใหญ่พองได้ก็สนับแต่วิตามินระบอบใจฟูจิโกก็บารโจตะคางขนมอย่างเลือนตั้งออกเนี่ยก็ชียังบรรชบเนี่ยโดยขี้ก็บรรทานี้คือเหมือนเปรมชบนูไลเนี่ยก็บารโจตะคางขนมบาเตอร์โปรตีนกรมปรักษาสนิทเซตก็บารปรัตการอากาโตท่าโลกคือมันโจตะการตินูบานุเตเอาไว้เด็กชมเฟอร์กรบยางนั้นก็ระบายกาปีโลกปรมาณูระบาดโจตกันตีนูคือเหมือนรูนูลายไฮโมเทียโลคือเชียดิมอนคิงขย่มทัวตตามันชีระบรัฐาปิบาคือมันอนุญาตเอาดิมอนคิงโจตกันขนมนูลายก็บรรทาอากาโตในทางจุดเจแต่พอเยิ้งก็มันไอบ้องในเซชบองฟูจิโกโดยขี้แต่ประตูเบอร์ชีอากาโตชียิมปากกายยังนากระดอยก่อนนี่มันโยประมาอากาโตโจตกันขนมลายขณะได้เซชบองฟูจิโกระบเยิ้งเว้นนี่ก็บานโยในก่อนสาวไม่นึงจะบักเฟียนูเธอได้เบี้ยก็บานเลยจิงในเป็นเรือไวล้างเมือกในเป้ได้เป็นเรือนูลิล่างก็บานเรือสำเร็จอันนี้ทัวการสแกนบัตรได้ก็โดยชีทัวการดอนในเลยสำงัดได้ត្រូវជាឈ្មោះអូនីសាម៉ានៅពេលដែលប្រព័ន្ធមួយនោះត្រូវបានដំណើរការអាកាតូគាត់ក៏បានស្ទុះចូលទៅក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយដែលទីនេះផ្ទាល់ក៏បានបាក់បែកបាត់ទៅហើយឬក៏បានលេចចេញនៅពន្លឺវែងម្យ៉ាងដែលវាគឺជាធម្មពលមួយតែភ្លាមវាក៏ស្រាប់តែត្រូវបានប្រេះបែកតែម្ដងអញ្ចឹងយើងអាចបញ្ជាក់បានដូចគ្នាថាការដែលហ្វូជីកូធ្វើអំបញ្ញមិញនឹងវាគឺដូចជាការដោះលែងនៅបិសាចមួយក្បាលអញ្ចឹងគឺថាវាបានគេងនៅទីនេះអស់រយៈពេលជាង100ឆ្នាំហើយវាគឺជាបិសាចត្រាកូនឬក៏ជាបិសាចនាគនោះឯងវាក៏បាននិយាយទៅកាន់ហ្វូជីកូថាតើនាងគឺជាមនុស្សដែលបានដោះលែងខ្ញុំមែនទេហ្វូជីកូនាងក៏បានតបថាចាខណៈដែលអាបិសាចមួយនឹងក៏បាននិយាយថានាងមានសមត្ថភាពដែរទេនិយាយចុះឡើងវាដូចជាមិនត្រូវចិត្តជាមួយនឹងហ្វូជីកូតទៅសោះរួចវាក៏បានធ្វើការបើកការវិវត្តទៅកាន់ហ្វូជីកូតែម្ដងនៅពេលដែលថាពលមួយនឹងធ្វើការវិវត្តទៅកាន់នាងអាកាតូក៏បានស្ទុះនឹងចូលទៅតែក៏ត្រូវបានអាចារ្យហាមឃាត់ដែលបាននិយាយទៅកាន់អាកាតូថាបើសិនបើជាអាកាតូធ្វើរឿងនឹងអញ្ចឹងមនុស្សនៅលើពិភពលោកគឺនឹងចាប់អាកាតូជាស្ដេចបិសាចហើយអាកាតូនឹងត្រូវបានពួកគេដេញតាមសម្លាប់តែម្ដងបើទោះបីជាបែបនេះក៏ដោយអាកាតូគាត់គ្មានជំរឿននោះឡើយគាត់គឺមិនអាចបណ្ដោយសុខចិត្តរបស់គាត់ត្រូវបានស្លាប់ឡើយដែលគីណានាងក៏បានប្រើអាកាតូជួយសង្គ្រោះហ្វូជីកូដូចគ្នាដែលនៅពេលនោះផងដែរធម្មពលជាច្រើនកំពុងតែលេចឡើងអំពីបិសាចនាគមួយនោះបើយើងមើលទៅកាន់កែវភ្នែករបស់វាគឺបានបន្សល់ទុកជាមួយនឹងរឿងមួយហាក់បីដូចជាការចងចាំមួយអញ្ចឹងការចងចាំមួយនេះបិសាចមួយនឹងវាក៏មានគោលបំណងក្នុងការហ្វូជីកូមើលឃើញដែលគឺជាវត្តមានរបស់បុរសម្នាក់នោះដំបូងគឺថាគេបាននិយាយថាគេនឹងបំផ្លាញនៅរបស់ទាំងអស់នោះគឺជារបស់3នោះឯងដែលនៅពេលដែលបងប្រុសរបស់ហ្វូជីកូធ្វើតាមគេនឹងបំផ្លាញក៏ប៉ុន្តែនៅពេលដែលបងប្រុសហ្វូជីកូធ្វើតាមគេបានជាមិនបំផ្លាញវាទៅវិញបងប្រុសរបស់ហ្វូជីកូធ្វើគ្រប់យ៉ាងគ្រាន់តែចង់បំផ្លាញនៅរបស់ទាំងអស់នឹងដែលបង្កទៅជាគ្រោះមហន្តរាយនៅថ្ងៃខាងមុខក៏ប៉ុន្តែបុរសម្នាក់នោះគឺមិនបានធ្វើតាមការសន្យានោះទេគេបានជាលក្ខណៈរបស់ទាំងអស់នោះដែលធ្វើឲ្យនៅពេលនេះហ្វូជីកូបានដឹងរឿងគ្រប់យ៉ាងដែលថាបងប្រុសរបស់នាងត្រូវបានស្លាប់ដោយសារបុរសចម្លែកម្នាក់នោះគឺច្បាច់កសម្លាប់តែម្ដងគឺមិនមែនគាត់ស្លាប់ដោយសារតែការបរាជ័យដោយការងារនោះទេវាបានធ្វើឲ្យនាងពេលនេះក៏ពិតជាមានការឈឺចាប់ខ្លាំងមែនទែនមិនគួរណាទៅជាបែបនេះនោះទេដោយសារតែមិនអាចទប់អារម្មណ៍បាននាងក៏បានដួលនៅទីនោះតែម្ដងដែលបានធ្វើអ្នកគ្រប់គ្នាគឺពិតជាបារម្ភខ្លាំងមែនទែនហើយបើទោះបីជាអាកាតូព្យាយាមចូលទៅជួយនាងយ៉ាងណាក៏ដោយគឺគាត់ត្រូវបានហាមឃាត់ទៅដោយសិស្សច្បងក៏ដូចជាវិធីរបស់គាត់ផងដែរបើសិនបើជាអាកាតូនៅតែចូលទៅទៀតពួកគេគឺត្រូវតែប្រយុទ្ធគ្នាលើដូច្នោះអាកាតូក៏បានឲ្យគូរូណេចាប់គីវ៉ាចេញទៅហើយនាងក៏បានចាប់ចេញទៅមែនឬអាកាតូជាមួយនឹងជនកូកំពុងតែត្រៀមខ្លួនតទល់ជាមួយនឹងសិស្សច្បងរបស់ពួកគេហើយពេលនេះអញ្ចឹងជជែកស៊ីរ៉ាស៊ីរបស់យើងក៏បានបើកជាមួយនឹងធម្មពលរបស់នាងធ្វើការវិភាគទៅកាន់អាកាតូតែម្ដងដែលកំណត់ដៃរបស់នាងគឺពិតជាវែងដូចជាលូហ្វីអញ្ចឹងនាងមានសមត្ថភាពនៅក្នុងការធ្វើរាងកាយរបស់នាងគឺវែងនិយាយទៅគឺដូចស្គរកស៊ូដូចលូហ្វីហ្មងនៅពេលដែលអាចារ្យជនកូលើកដៃចង់ទៅកាប់នាងក៏ស្រាប់តែនាងបើកជាមួយនឹងស្គៀចេញពីក្របភ្នែករបស់នាងមកដែលធ្វើឲ្យអាចារ្យជនកូនៅពេលនេះគឺបានឈរត្រឹងហើយនាងក៏បាននិយាយទៅកាន់អ្នកទាំងពីរថាប្រសិនបើជាអ្នកទាំងពីរនៅតែរឹងទៅតឹងបែបនេះហើយបើអាកាតូនឹងខ្លាយទៅជាស្ដេចបិសាចពិតមែននោះនាងគឺមិនទុកមុខឲ្យឡើយហើយអ្នកទាំងពីរក៏នឹងខ្លាយទៅជាសត្រូវរបស់នាងអាកាតូគាត់ក៏បានតបថាខ្ញុំគ្រាន់តែចង់ជួយជីវិតរបស់សិស្សច្បងតែប៉ុណ្ណោះរួចគាត់ក៏បានបើកជាមួយនឹងធម្មពលបិសាចរបស់គាត់មកតែម្ដងនឹងបានម៉ាត់ទៅកាន់ចែស៊ីរ៉ាស៊ីមេដៃហើយនឹងនាងក៏បាននិយាយទាំងសង្ហាថាវាគឺជាអ្វីដែលនាងចង់បានរីឯអាបិសាចមួយក្បាលនេះវាក៏បានដឹងដូចគ្នាថាកំពុងតែមានគេចង់មករំខានវាដោយវាក៏បានបើកធម្មពលនិងសម្លាប់ទៅកាន់ជនកូតែម្ដង Sorry គឺ Fujiko ក៏ប៉ុន្តែត្រូវបានអាកាតូរបស់យើងប្រើប្រាស់ត្រឹមតែដៃតែម្ខាងនោះទេរងជាមួយនឹងធម្មពលរបស់វា
នៅពេលដែលបានឃើញនៅសមត្ថភាពរបស់អាកាតបែបហ្នឹងអាបិសាចនាគមួយក្បាលហ្នឹងក៏បាននិយាយទៅកាន់អាកាតថាវាគឺខានវាយគ្នាជាមួយនឹងមនុស្សដែលមានសមត្ថភាពដូចជាអាកាត100ឆ្នាំទៅហើយដូច្នោះវាគឺនឹងសាកជាមួយនឹងអាកាតម្ដងហើយនៅពេលដែលវាបើកការវិភាគទៅកាន់អាកាតនោះអាកាតគាត់ក៏បានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់មកទប់ទល់រួចគាត់ក៏បានស្ទុះល្បឿនយ៉ាងលឿនចូលទៅល្បឿនរបស់គាត់សឹងតែថាលឿនជាងសាយតាម៉ាទៅទៀតគាត់ក៏បានធ្វើកម្មម៉ាត់ទៅកាន់វាមួយដៃរួចក៏បានធ្វើឲ្យ Demon Dragon មួយនឹងដេកដួលទៅលើដីតែម្ដងរួចវាក៏បានសួរទៅកាន់អាកាតថាតើខ្ញុំគួរទៅហៅលោកថាម៉េចអាកាតក៏បានប្រាប់ថាសៃអាកូតូអាបិសាចនឹងក៏បានតបថាឈ្មោះអាក្រក់រួចអាកាតក៏បានសួរទៅកាន់វាវិញចុះឯងឈ្មោះអីទៅវាក៏បានប្រាប់ថាឈ្មោះរបស់វាគឺ Peter Hushen អញ្ចឹងបើសិនបើជាអត់មានអានខុសអីអធិស្ឋានផងអត់មានអត់ប៉ុនអង់គ្លេសនោះទេលើអញ្ចឹងអាកាតក៏បានប៊ូលូទៅកាន់ឈ្មោះរបស់វាវិញថាឈ្មោះរបស់ឯងហ្នឹងក៏អាក្រក់ស្ដាប់ដែរវើយ Demon Dragon មួយហ្នឹងក៏បាននិយាយទៅកាន់អាកាតថាឈ្មោះអាក្រក់ទៅសំខាន់ឈ្មោះហ្នឹងគឺម្ចាស់របស់ខ្ញុំជាអ្នកដាក់ឲ្យឥឡូវនេះគឺថាវាបានក្រោកឡើងវិញម្ដងទៀតហើយបន្ទាប់ពីវាបានគេងគេដូចជាជាប់ឃុំនៅទីនេះ100ឆ្នាំជាងដែលវាគឺត្រូវការជាមួយនឹងម្ចាស់ថ្មីការដែលបានលើកដូច្នោះអាកាតក៏បានតបទៅកាន់វាថាអូឯងគឺត្រូវការជាមួយនឹងម្ចាស់ថ្មីអញ្ចឹងបើយើងធ្វើជាម្ចាស់របស់ឯងតើយើងគួរតែមាននៅទំនួលខុសត្រូវទៅលើឯងដូចម្ដេចទៅវ៉ៃ Demon Dragon មួយហ្នឹងក៏បានតបថាអ្វីដែលលោកត្រូវធ្វើគឺធ្វើខ្លួនជាស្ដេចបិសាចឬ Fujiko ក៏បានស្ទុះមកអោបអាកាតយ៉ាងលឿនព្រមទាំងនិយាយថាស្ដេចបិសាចគឺអោបគ្នាឡើងដួលតែម្ដង Fujiko អោបផងឈ្មោលផងព្រមទាំងនិយាយថាស្ដេចបិសាចខ្ញុំគឺនឹងបម្រើលោកអស់ពេញមួយជីវិតតែម្ដងចុំអាការមុនចង់បានស្ដេចបិសាចមកធ្វើជាអ្នកបម្រើឥឡូវមកអញ្ចេះវិញសង្ស័យតែអានេះនឹងចូលខ្លួនមិនដឹងអំឡុងពេលដែលអាកាតរត់ចេញនឹងចេះស៊ីរបស់យើងគឺចង់ផ្ដល់នៅកាដូមួយដែលកាដូមួយនឹងគឺជាការ kiss ដោយនៅចុងខ្សែរឿងមួយនឹងយើងបានដឹងថាអាកាតគាត់គឺបានទទួលយកនៅ Demon Dragon មួយនឹងមកធ្វើជាកូនចៅរួចគ្រប់គ្នាក៏បាននិយាយថាពេលនេះអាកាតគឺជា Demon King តើអាកាតនឹងធ្វើអាក្រក់ឬតែអាកាតក៏បានតបថា No ខ្ញុំគ្រាន់តែចង់ខ្លាចជាសិស្សនិស្សិតនៅពេលបច្ចុប្បន្ននេះឯងគណៈដែលសាររឿងរបស់យើងនៅក្នុងអេពីសូតមួយនឹងក៏បានជាមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាមិនដែរគ្នាយើងអេពីសូត1ដល់5នឹងគឺល្អមើលអត់បើតាម admin នឹងគឺពិតជាល្អមើលខ្លាំងមែនតើនិយាយទៅរឿងមួយនឹងគឺ admin រ៉េតឲ្យ10លើ10ហ្មងព្រោះថារឿងមួយនឹងគឺពិតជាល្អមើលពិតមែនអញ្ចឹងបាន admin យកមកសម្រាយតែតោះថងកន្លែងមួយសម្រាប់អ្នកដែលគាត់មិនសូវជាចូលចិត្តអាកន្លែងបែបហេមតៃហ្នឹងគឺគាត់មិនពេញចិត្តនោះទេសម្រាប់មីងផ្ទាល់ក៏មិនសូវជាពេញចិត្តប្រហែលដែរព្រោះវាចេញអស់ពេកបើវាគ្រាន់តែចេញសិចស៊ីអីតិចតួចហ្នឹងគឺមិនសូវប្រហែលទេតែនេះគឺមកទាំងស្រស់តែម្ដងប៉ុន្តែមីងគឺបានធ្វើការបិទជូនគ្នាយើងហើយអញ្ចឹងឲ្យគ្នាយើងអាចទស្សនាបានហើយបើសិនជាមិនចង់ឃើញលើសពីហ្នឹងទេកុំទៅទស្សនារឿងពេញជាដាច់ខាតគឺថាមីងសុំហាមតែម្ដងតែសម្រាប់គ្នាយើងដែលគាត់ចង់ទៅទស្សនាគឺអាចទៅទស្សនាបាន